ជួបផ្ទាល់ខ្លួនឯងផ្ទាល់ភ្នែកបានជឿបងប្អូនខ្ញុំមិនដែលចេះខ្លាចហើយក៏មិនដែលចេះជឿដែលបងប្អូនដឹងស្រាប់ហើយអ្នកដែលគេនៅស្រុកភូមិឃុំជាមួយខ្ញុំគឺខ្ញុំនៅរស់នៅតែឯងហ្មងដាច់ស្ទយាលហើយផ្ទះក៏ដាច់ឆ្ងាយពីគេរាប់គីឡូដែរហើយក៏ដែលថតបានភ្លើងជាប់ព្រាយជាប់អីហ្នឹងគឺមានបងប្អូនគាត់សួរជាច្រើនអ្នកខ្លះក៏ថៃអាចអ្នកខ្លះក៏ថាកាត់តមានអ្នកខ្លះក៏ឆាតមកសួរផ្ទាល់ក៏មានដែរហើយចង់ប្រាប់ថាដើមស្នួលគឺជាកន្លែងដែលព្រាយវាចូលចិត្តនៅបងប្អូនឃើញស្រាប់ហើយគឺស្នួលមួយគឺវាដុះមេឃស្ញែហើយមិនថាតែជ្រៃពោទេគឺសិតតែកន្លែងពពួកអមនុស្សរស់នៅហើយខ្ញុំក៏ដឹងថាភ្លើងពណ៌ក្រហមពណ៌រាងបៃតងហ្នឹងក៏ជាភ្លើងអ្វីឲ្យប្រកាសដែរព្រោះកាលពីនៅម្នាក់ឯងបាទខ្ញុំលួយវ៉ាន់ផងគឺខ្ញុំដេកនៅលើអន្រឹងណាបងប្អូនហើយខ្ញុំគេងម៉ោង9ហើយជិត10ហើយព្រោះហើយអត់មានអ្នកណាមកទិញអីទៀតតែគឺស្ងាត់ជ្រាបតែម្ដងគឺខ្ញុំឃើញភ្លើងពណ៌វាបៃតងវាហោះហ្មងហោះឆ្លងកាត់ដបូលតូបខ្ញុំហើយក៏ហោះឆ្លងកាត់ដបូលផ្ទះថ្មីដែរគឺខ្ញុំមកឡៃតែលេងទូរស័ព្ទគឺទាញទូរស័ព្ទមកថតអត់ទាន់ហើយរត់ចូលផ្ទះខ្ញុំរត់ចូលក្នុងផ្ទះថ្មីខ្ញុំរត់កាត់ហើយមកចេញតាមប្អួយតាមក្រោយផ្ទះហើយថាវាហោះកាត់វាស្រែអីមកតាមថតគឺថតបានគឺអត់បានតែម្ដងអាហ្នឹងគឺខ្ញុំឃើញតបភ្នែកតែម្ដងហើយពីព្រោះដែលថាឃើញហើយខ្ញុំផុសនៅដើមស្នួលហ្នឹងណាបងប្អូនគឺឃើញបាទគឺយើងអត់អាចថាថតឲ្យពេញលេញទៅគឺទាំងភ័យផងទាំងអីផងហើយធម្មតាទេបងប្អូនភ្លើងប្លែកចឹងអ្នកណាមិនភ័យបាទទាំងយ៉ាងទៅគឺភ័យហើយចំពោះអមនុស្សដែលថាមានភ្លើងហ្នឹងបងប្អូនគឺអ្នកខ្លះគេថាជាព្រាយហើយដូចដែលនៅក្នុងភូមិខ្ញុំហ្នឹងគឺមានគេប្រាប់ថាពូទៅទិញទៅអីដីហ្នឹងណាដីហ្នឹងជាប់ដើមស្នួលហ្នឹងគឺព្រាយវាចុះព្រាយបដាកូនគឺវានៅពេលដែលយប់ជ្រៅម៉ោង1ម៉ោង2អញ្ចឹងគឺវាតែភ្លើងហ្នឹងវាចុះពីដើមស្នួលវាហោះចុះហើយវាចុះមកដល់ដីហ្មងហើយដើមស្នួលហ្នឹងគេថាពីដើមហ្នឹងគឺកន្លែងកប់ខ្មោចពីបុរាណព្រោះពីដំបូងគឺព្រៃជ្រៅបងប្អូនព្រៃវាថានៅព្រៃជ្រៅព្រៃកប់ខ្មោចកប់អីទៅតែសម័យឥឡូវទេមានការឈូសឆាយกับគឺអីជិះចេញចូលទៅពួកខ្ញុំចូលចិត្តទៅជិះម៉ូតូទៅផ្ទះម៉ែខ្ញុំទៅសាក់សាប់ទៅអីទៅនិយាយផូលេងទៅម៉ោង 9-10 ក៏មកវិញទៅអញ្ចឹងក៏មកពីវត្តពីអីបាទព្រមលោកសូត្រមន្តរួចក៏10ជាងក៏ជិះមកគឺកាត់ណាជិះកាត់តាមដើមស្នួលហ្នឹងគឺជិះដល់ហ្នឹងគឺព្រឺតែម្ដងព្រឺហើយខ្ញុំចូលចិត្តស្រឡងទៅមើលឡើងចង់ហ្នឹងណាហើយបាទពេលខ្លះក៏ឃើញភ្លើងទៅហើយអ្នកខ្លះគាត់ថាក្បាលល្ងាចអីគឺភ្លើងព្រាធ្លាក់ពីចង់ចុះមកដល់ដីហើយគឺវាជាការបាត់បងប្អូនខ្ញុំអ្នកវិទ្យាសាស្ត្របាទខ្ញុំអត់ជឿទេរឿងបុរាណពេលពួកខ្ញុំរៀនទីពីខ្ញុំប្រឡងអីខ្ញុំប្រឡងវិទ្យាសាស្ត្រដែរអញ្ចឹងខ្ញុំខាងសង្គមខាងបុរាណវិទ្យាខ្ញុំសូវជឿតែហើយនេះបងប្អូនគឺបន្ទាប់ពីយើងជួបព្រាយគឺវាចេញចង់តែម្ដងបាទជើងខ្ញុំពិតបាទនេះគឺដូចស្នាមកញ្ចក់ខ្ចៅអញ្ចឹងអ្នកណាដែលធ្លាប់មើលរឿងប្រមាញ់ព្រាយដឹងហើយគឺពេលជួបព្រាយហ្នឹងគឺព្រាយវាកញ្ចក់វិញគឺវាខ្ញៅហើយខ្ញុំចេញសញ្ញាអញ្ចឹងគឺចម្លែកខ្ញុំបងថ្លៃខ្ញុំគាត់ថាព្រាយវាស៊ីអញ្ចឹង